ចឹងញាតិញោមស្រឡាញ់សិលអត់ទេណាសិល5ក្នុងកាប់ប្រមាណមិនបានមិនមែន100,000កាប់អីទេណាកាប់ប្រមាណមិនបានអានិសង្ឃនៃសិល5នេះព្រះថេរៈមិនដែលទៅកាន់អបាយភូមិទេហើយញាតិញោមតាំងចិត្តទៅពីថ្ងៃហ្នឹងទៅឲ្យល្អបរិសុទ្ធទៅតែហ្មងទេក្នុងសិល5ហ្នឹងអស់មួយជីវិតទៅចឹងទេណាហ្នឹងចឹងបានថាដំណើរដែលយើងចូលមកគាល់ព្រះសាស្តានេះញាតិញោមគំនោបុណ្យដែលវាត្រូវចម្រើនក្រៃលែងប៉ុណ្ណាទៅទៀតដែលចិត្តនឹងវាសន្សំបុណ្យមកនឹងអត់មានអាចគណនាអធិប្បាយថាបុណ្យនឹងប្រមាណប៉ុណ្ណាបានណាទៀតណាអស្ចារ្យក្រៃលែងអញ្ចឹងនឹងគុណត្រឹមសិល5យើងមើលក្រៃលែងឬអត់ទៀតណារហូតឲ្យសម្រេចនៅហើយគេខ្លះបដិសម្វិទា4វិមោក8ហើយនឹងអភិញ្ញា6នេះគឺជាគុណរបស់ព្រះអរិយបុគ្គលហើយអភិញ្ញា6គឺសម្រេចនៅអសវកយញ្ញាណជាព្រះអរហន្តដែលត្រូវសម្រេចអានិសង្ឃនៃសិល5ចឹងដំណើរដែលញាតិញោមពុទ្ធបរិស័ទមកកាន់សំណាក់ព្រះសម្មាសម្ពុទ្ធក្នុងជាតិនេះក្នុងថ្ងៃនេះឬក៏ក្នុងដំណើរតទៅនឹងទៀតតើជីវិតរបស់ញាតិញោមហៅពេញថាមានលាភប៉ុណ្ណាទៀតហ្នឹងចឹងបានថាអ្វីដែលមាននៅក្នុងលោកឲ្យគ្រាន់តែជារបស់ដែលយើងប្រើប្រាស់បានហើយប៉ុន្តែអ្វីដែលឧត្តមឧត្តមប្រសើរខ្ពង់ខ្ពស់សម្រាប់ញាតិញោមពុទ្ធបរិស័ទហ្នឹងគឺសិល5នេះឯងញាតិញោមពុទ្ធបរិស័ទបើយើងនិយាយនៅក្នុងកំណើតមនុស្សអ្នកដែលស៊ីឈ្នួលគេសង្ឃឹមបានទៅគ្រងរាជ្យដែរញាតិញោមណាអាចទេមិនអញ្ចឹងទេណានឹងកុំសង្ឃឹមតែទៅធ្វើជាស្ដេចធ្វើជាបរិយាជាគ្រាន់តែនឹកគិតទៅមិនដឹងថាគិតមិនកើតផងដែលយើងគ្រាន់អ្នកបំរើស៊ីឈ្នួលគេបានថ្លៃឈ្នួលមួយថ្ងៃប៉ុន្តែកម្លាំងសិល5មិនមែនត្រឹមតែឲ្យបានជាស្ដេចនៅក្នុងប្រទេសធម្មតាទេទៅជាសកទេវរាជទៀតមែនអត់ទេណាដែលនៅក្នុងកំណើតមនុស្សអ្នកបំរើគេសោះហ្នឹងប៉ុន្តែគឺថាកម្លាំងនៃសិល5នេះឲ្យទៅជាសកទេវរាជប្រមាណដងទៀតហ្នឹងហើយ30ដងអញ្ចឹងទៅស្ដេចចក្រពត្តិប្រមាណជាង70ដងអញ្ចឹងទៅហើយបើស្ដេចនៅក្នុងប្រទេសរាជវិញមួយអសង្ខ័យជាតិហើយមួយអសង្ខ័យជាតិនេះច្រើនណាស់មួយអសង្ខ័យណាខ្ញុំកណ្ដាលធ្លាប់តែស្ដាប់មកថាលេខ10140ហើយកណនីមិនទៅទេណាវាច្រើនអញ្ចឹងទេហើយទីបំផុតនេះដែលសម្បត្តិពិសេសហ្នឹងអានិសង្ឃនៃសិល5នោះឯងគឺឲ្យសម្រេចអរហត្តតាំងតែពីបច្ចុប្បន្ន5ឆ្នាំព្រះអង្គឲ្យឧបសម្បទាជាភិក្ខុទៀតអញ្ចឹងញាតិញោមពុទ្ធបរិស័ទរាល់ថ្ងៃមានពូជសកទេវរាជទេហ្នឹងហើយមានពូជស្ដេចចក្រពត្តិទេហើយមានពូជស្ដេចប្រទេសរាជទេមានពូជអរហត្តមគ្គទេហ្នឹងហើយអញ្ចឹងខ្លួនឯងនៅកំសត់យ៉ាងម៉េចទៀតទៅហ្នឹងរឿងសំខាន់វាមិនមែនសម្រិតនៅក្នុងផលទេរឿងសំខាន់គឺនៅក្នុងហេតុនេះទេតើដល់ទៅពេលហេតុយើងមានល្អហើយរឿងផលមានចាំបាច់សង្ស័យអីមិនអញ្ចឹងទេណាហ្នឹងហើយអញ្ចឹងបានយើងអត់សង្ស័យនៅក្នុងហេតុនិងផលនេះទេទៀតហ្នឹងអញ្ចឹងគឺខ្ញុំគណៈត្រេកអរអនុមោទនាក្នុងដំណើររបស់គុណចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទៅគឺថារក្សាបុណ្យឲ្យល្អរក្សាចិត្តឲ្យល្អរក្សាសិលឲ្យល្អរឿងអ្វីគឺថាកុំឲ្យវាចូលមករំខានសន្តានចិត្តរបស់ញាតិញោមឲ្យសោះចឹងណាទៀតណាហ្នឹងហើយរក្សាសេចក្តីជ្រះថ្លាចំពោះព្រះរតនត្រ័យញាតិញោមពុទ្ធបរិស័ទនឹងបានរួចផុតចាកទុក្ខក្នុងកាលដ៏សមគួរទៀតសូមអនុមោទនា